ngày này dương mà bò dài âm pi đường cồn mà đàng hoặc mấy ngày mà nó như vậy âm pi ở bụng mà đài để bình lệ cái nạ là nó như vậy âm pi cồn để bình lệ cái nạ mình bắt đầu còn bình lệ cái nạ miền tập pi đây bắt đầu là chỉ trao giang na cả đầu pro cái đầu sấy cái đầu trơn popon man cái đó nếu khôngបែបអប់រំខាងព្រះពុទ្ធសាសនានេះបងសម្ដែងថាមានតែពីរទេដែលល្អទី1អតិជាតបុត្រ2អនុជាតបុត្រទី3អវជាតបុត្រនេះចឹងអាក្រោយគេនឹងអត់ល្អទេនេះចឹងនិយាយទៅរឿងល្អនោះពីរខាងដើមហើយដល់អាខាងចុងនេះអត់ល្អទេចឹងទាំងអស់3ចឹងទី1ដែលល្អផុតហើយអតិជាតបុត្រនេះអតិជាតបុត្រហ្នឹងគឺជាកូនដែលឪពុកម្ដាយបង្កើតមកហើយហ្នឹងគឺទទួលខុសត្រូវឪពុកម្ដាយវិញតែម្ដងទទួលខុសត្រូវយ៉ាងម៉េចទទួលខុសត្រូវនេះគឺនិយាយអំពីថាពេលឯកូននឹងធំដឹងក្តីទៅមានវ័យវឌ្ឍនាការធំទៅនេះគឺទទួលខុសត្រូវនឹងមិនមែនទទួលខុសត្រូវដោយគ្រាន់តែថាសម្ដែងឲ្យគេមើលឬក៏ថាធ្វើឲ្យតែគេដឹងនេះគឺចេញអំពីចិត្តតែម្ដងនេះអតិចិត្តបុត្រហ្នឹងគេថាល្អផុតហ្មងល្អផុតហ្មងកូនហ្នឹងមិនថាប្រុសមិនថាស្រីទេឲ្យតែជាកូនល្អនេះគេហៅអតិចិត្តបុត្រហើយកូនប្រុសក៏ដោយកូនស្រីក៏ដោយអញ្ចឹងកូនហ្នឹងកើតមកគឺទទួលខុសត្រូវទៅលើឪពុកម្ដាយទទួលចិញ្ចឹមបីបាច់ថែរក្សាកម្មពីគោរពអរិយាប័ត្រនេះហើយមួយវិញទៀតបើនិយាយចំពោះថាឪពុកម្ដាយនឹងជាមនុស្សដែលមិនតាន់នឹងចេះដឹងជ្រៅជ្រះក៏សាងនៅអំពើល្អណាមួយទេនៃកូនដែលហៅថាអតិជាតិបុត្រហ្នឹងទៅណែនាំពន្យល់ហើយការណែនាំពន្យល់ហ្នឹងគឺនិយាយអំពីហេតុផលគឺពន្យល់គាត់ដោយពាក្យសម្ដីដ៏ពិរោះណាមិនមែនទៅគោះបោះបោកទេហ្នឹងនិយាយពីអតិជាតិបុត្រហ្នឹងគឺណែនាំលោកឪពុកលោកម្ដាយថាធ្វើអញ្ចេះវាខុសធ្វើអញ្ចោះទៅវាត្រូវនេះព្រោះតែខ្លួននឹងបានរៀនសូត្រចេះដឹងចូលចេះអីចឹងទៅហ្នឹងក៏ណែនាំទៅរហូតដល់ទៅបើនិយាយអំពីបាបបុណ្យគុណហើយទោសទៅទៀតបើឪពុកម្ដាយនឹងគាត់មិនទាន់ដឹងទេព្រោះគាត់មានចំណេះវិជ្ជាហ្នឹងគឺមានកម្រិតជួនកាលឪពុកម្ដាយខ្លះមិនទាំងបានរៀនសូត្រផងទេអញ្ចឹងកម្រិតនៃការចេះដឹងរបស់បុណ្យគាត់នឹងមានមកពីណាគឺអត់មានទេដូច្នេះយើងដែលជាកូនបានទទួលការទំនុកបំរុងផ្ចង់ផ្ដើមពីឪពុកម្ដាយឲ្យរៀនចប់ថ្នាក់ទី12ហើយរៀនបន្តទៅបរិញ្ញាអី4ឆ្នាំអីទៀតនេះទៅចឹងបន្តអំពីចេះទៅដឹងទៅហ្នឹងមិនមែនយកចំណេះវិជ្ជាហ្នឹងមកសង្កត់សង្កិនឪពុកម្ដាយទេណាព្រោះមានខ្លះគឺពេលដែលចេះពេលតែដឹងទៅហ្នឹងគឺយកអាភិបចេះដឹងនឹងឯងធ្វើជាឈ្នន់ជន់ដំឡើងនៅមានះរបស់ខ្លួនឲ្យកាន់តែខ្ពស់នេះឲ្យកាន់តែខ្ពស់យ៉ាងម៉េចឲ្យកាន់តែខ្ពស់អ្នកនេះចេះមិនដល់អញអ្នកនោះចេះមិនដល់អញទេនៅរហូតដល់ទៅធ្វើការប្រៀបធៀបស្មួយតែឪពុកម្ដាយនោះក៏ទៀតសោតក៏ប្រៀបធៀបដែរប្រៀបធៀបជាមួយនឹងឪពុកម្ដាយខ្លួនឯងថាឪពុកនោះរៀនមិនដល់ចេះមិនដល់ម្ដាយនេះរៀនមិនដល់ចេះមិនដល់ខ្លួនទេនេះបែរទៅជាយ៉ាងនេះវិញក៏មានដែរអានឹងមិនឲ្យឈ្មោះថាជាអតិជាតិបុត្រទេមិនឲ្យឈ្មោះថាជាការចេះដឹងដ៏ល្អទេហើយបើនៅក្នុងទ្រឹស្ដីពុទ្ធសាសនាវិញព្រះអង្គមិនឲ្យឈ្មោះថាជាអ្នកចេះតែម្ដងទេព្រោះការដែលរៀនចេះដឹងជ្រៅជ្រះមកនោះបែរជាបំពន់ឲ្យមានះដាក់ថ្នាំឲ្យមានះឧហិតទាំងតែខ្ពស់ហើយអាខ្ពស់ចំពោះអ្នកដតីនេះមិនទៅជាអីប្រមាណទេមកខ្ពស់ជាមួយនឹងឪពុកម្ដាយយើងនេះទៅទៀតអញ្ចឹងទេត្រឡប់មកវិញអតិជាតិបុត្រនេះឯងគឺជាមនុស្សដែលចេះដឹងហើយជ្រៅជ្រះទទួល
ខុសត្រូវនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាឪពុកម្ដាយបញ្ញែបញ្យល់គាត់អំពីហេតុផលរហូតដល់ថាបាបបុណ្យគុណទោសនឹងបើគាត់មិនទាន់មានសទ្ធាទេកណែនាំឲ្យគាត់មានសទ្ធាគឺជឿហើយសទ្ធានេះគឺជឿនៅហេតុផលមួយចំនួននៅក្នុងពុទ្ធសាសនានឹងជឿថាកាលបើធ្វើបុណ្យក៏រមែងតែបានបុណ្យហើយបើមិនធ្វើបុណ្យធ្វើបាបរមែងតែបានបាបមិនខានទេហើយក៏បញ្យល់ទៅទៀតថាការដែលមកក្នុងលោកនេះមកតែឯងទេហើយដល់ទៅវិញក៏ទៅតែឯងដែរអត់មានកូនអត់មានក្មួយអត់មានប្តីស្អីឬក៏ថាប្រពន្ធណាជូនទៅនេះក៏ទៅតែឯងទេចឹងអ្វីដែលយកទៅជាមួយបានគឺផលរបស់បុណ្យនេះបើចង់ទៅកើតនៅក្នុងសុគតិភពហើយបើថាមិនចង់ទៅកើតសុគតិភពទេគឺមានតែផលរបស់បាបអានឹងទៅកើតទុគតិភពហើយអបាយភូមិ4ជាដើមយ៉ាងទៅយើងពន្យល់គាត់អីយ៉ាងទៅនៅក្នុងនាមយើងជាកូនល្អហើយជាកូនដែលទទួលរ៉ាប់រងនៅក្នុងការបីបាច់ថែរក្សាឪពុកម្ដាយនឹងនេះឯងគេហៅថាអតិជាតិបុត្រនេះល្អនោះគឺល្អទាំងព្រមទាំងកាយវិការទាំងវិជ័យទាំងចិត្តនោះគឺល្អទាំងព្រមតម្រង់ចំពោះឪពុកម្ដាយនឹងហើយបាននិយាយថាអញ្ចឹងព្រោះមានកន្លែងខ្លះការចិញ្ចឹមឪពុកម្ដាយនេះទទួលខុសត្រូវចំពោះឪពុកម្ដាយនេះទទួលចិញ្ចឹមខុសត្រូវប៉ុន្តែអត់មានការគោរពទេអត់មានការគោរពយ៉ាងម៉េចនេះធ្វើសេចក្តីប្រៀបធៀបឲ្យវាអាក្រក់ស្រាប់បន្តិចទៅចុះហើយដូចយើងចិញ្ចឹមសត្វចិញ្ចឹមស្រឡាញ់ណាចិញ្ចឹមឆ្មាក៏ដោយចិញ្ចឹមសុនៈក៏ដោយចិញ្ចឹមហ្នឹងគឺស្រឡាញ់អញ្ចឹងស្រឡាញ់យ៉ាងម៉េចស្រឡាញ់ដោយហេតុនៃការស្រឡាញ់ហ្នឹងគឺស្រឡាញ់ផ្ដល់ឲ្យនៅចំណីផ្ដល់ឲ្យនៅទីកន្លែងដ៏សមរម្យផ្ដល់ឲ្យនៅកន្លែងកក់ក្ដៅក៏ប៉ុន្តែសត្វអស់ទាំងនោះមិនមានសិទ្ធិនៅក្នុងការតវ៉ាទេណែគេឲ្យនៅក្នុងណាក្នុងហ្នឹងបើគេឲ្យបរិភោគអីក៏បរិភោគហ្នឹងទៅនេះអំណាចនៃការស្រឡាញ់របស់គេប៉ុន្តែអត់មានសិទ្ធិទេអត់មានសិទ្ធិហើយបើថាឆ្កែវិញយើងនិយាយអូអាគាត់ស្រាប់អត់មានព្រុសម្ចាស់ទេតែពុះធាក់វិញឡើងនោះនេះតែសួរថាស្រឡាញ់អត់ស្រឡាញ់តាប៉ុន្តែអញ្ចឹងអត់មានសិទ្ធិអីទេអត់មានសិទ្ធិទៅព្រុសទៅអីម្ចាស់ឯងទេអញ្ចឹងអានេះជាសេចក្តីប្រៀបធៀបឲ្យវាអាក្រក់ស្រាប់បន្តិចចំពោះឪពុកម្ដាយក៏ដូចគ្នាដែរឪពុកម្ដាយខ្លះដែលកូនចិញ្ចឹមគឺចិញ្ចឹមទម្រង់វាស្តៀងតែគ្នាអញ្ចឹងដែលថាស្រដៀងនោះគឺអត់មានសិទ្ធិទៅព្រៀនបដៅគេទេអត់មានសិទ្ធិទៅនិយាយគេទេទោះគេខុសមិនត្រូវឬមិនចែកគេទៅណាហើយមួយវិញទៀតគេសំអាងលើទៅថាគេជាអ្នកចិញ្ចឹមពួកយើងចាស់ទៅហើយធ្វើឲ្យអត់កើតនោះយើងគេសំអាងទៅគេជាអ្នកចិញ្ចឹមគេជាអ្នកផ្ដល់នៅនំចំណីត្រីសាច់សម្លៀកបំពាក់ទីសនាសនៈជាដើមហើយដល់ពេលឈឺយកទៅពេទ្យយកទៅអីទៀតអញ្ចឹងគេសំអាងលើត្រង់ហ្នឹងដល់សំអាងលើអាត្រង់ហ្នឹងឯងគេអត់ស្ដាប់យើងទេណាហើយត្រឡប់មករឿងកូនចៅវិញបើកូនចៅទាំងអស់សំអាងលើត្រង់ហ្នឹងអញ្ចឹងឪពុកម្ដាយគួរតែទាញផោះអាងណាដែរផលអាងយ៉ាងម៉េចថាខ្លួននឹងមានសំអាងធំជាងនឹងទៅទៀតមានសំអាងច្រើនជាងនឹងទៅទៀតព្រោះតែរាងកាយទាំងមូលនេះដែលមានដងខ្លួនមួយដៃពីរជើងពីរក្បាលមួយនេះគាត់នឹងឯងជាអ្នកផ្ដល់ឲ្យគាត់នឹងជាអ្នកបង្កើតនេះដូច្នេះគាត់មានសិទ្ធិគាត់អាងអាត្រង់នឹងដែរទៅថាឪពុកម្ដាយនឹងអាងត្រង់នឹងដែរតែម្ដងទៅអូអាងដូចគ្នាទៅនេះយើងបានជាលើកមកថារាល់កូនដែលចេះដឹងនឹងមិនមែនសុទ្ធតែជាអតិជាតិបុត្រទេខ្លះទៀតទៅនឹងរៀនចេះដឹងចូលជាច្រើនប៉ុន្តែវាคล้ายទៅជារឿងបំពន់មានអ្នកទៅវិញនេះនិយាយអំពីអតិជាតិបុត្រដែលជាកូនល្អនោះគឺល្អទាំងកាយទាំងវិញ្ញាណទាំងចិត្តចំពោះឪពុកម្ដាយហ្នឹងហើយដល់ទី2គេហៅថាអនុជាតិបុត្រនេះគ្នាវាមិនបានចេះដឹងកលកិច្ចអីទេរៀនក៏មិនបានចូលចេះឬក៏ថានឹងចេះដឹងបែបហេតុផលកម្ម
ជាកុសលអកុសលឬបាបបុណ្យគុណទោសហ្នឹងគ្នាមិនដឹងទេប៉ុន្តែឪពុកម្ដាយព្រៀនបណ្ដៅទៅតាមនេះឪពុកម្ដាយបញ្យល់ទៅតាមស្រួលទេស្រួលថាធ្វើបើមិនដឹងធ្វើបើមិនចេះប៉ុន្តែនៅពេលដែលឪពុកម្ដាយនឹងឯងប្រាប់ទៅតាមបញ្យល់ទៅតាមបង្រៀនទៅចេះឃើញទេបង្រៀនថាឲ្យទៅជាយ៉ាងនេះមួយទៅជាយ៉ាងនោះមួយហ្នឹងគឺនឹងទៅជាយ៉ាងចឹងហើយនេះតែបើរៀនឲ្យចេះធ្វើបុណ្យគឺធ្វើបុណ្យហើយបើថាបង្រៀនឲ្យចេះធ្វើនៅអំពើល្អទាំងឡាយទាំងពួងគឺធ្វើហើយបើថាបង្រៀនឲ្យចេះជួយសង្គ្រោះដល់ជនទីត្រីខខំសត់លំបាកលំបិនយ៉ាងម៉េចហ្នឹងគឺជួយហើយនេះហើយបើថាបង្រៀនឲ្យនិយាយពាក្យពីរោះភាសាហ្នឹងអីគឺចេះនិយាយពាក្យពីរោះភាសាអញ្ចឹងតែម្ដងហើយបើថាបង្រៀនកុំឲ្យចេះគិតលួចឆក់ប្លន់ទ្រព្យសម្បត្តិគេធ្វើបាបគេរកគួនគេបៀតបៀនគេហ្នឹងគឺទទួលបានអញ្ចឹងគឺធ្វើតាមបាននេះអញ្ចឹងមិនគេហៅថាអនុជាតបុត្រនោះគឺគ្នាមិនបានចេះដឹងប៉ុន្តែក្រោយអំពីការដែលទទួលយកនៅពាក្យព្រានបដៅរបស់ឪពុកម្ដាយទៅនឹងគឺកូននឹងធ្វើបាននឹងទៅតាមលំអានហើយណាអញ្ចឹងកូននេះក៏រាប់ឈ្មោះថាជាកូនល្អដែរហើយកូនទី1ធ្វើបើថាយើងនឹងមិនចេះដឹងក៏ប៉ុន្តែបានកូននឹងជាទីពឹងណាបានកូននឹងឯងជាអ្នកដឹកនាំហើយដល់កូនទី2ធ្វើបើថាគ្នានឹងវាមិនសូវចេះដឹងយល់ចូលជាសាច់ការវិញប៉ុន្តែយើងជាអ្នកចេះដឹងជាឪពុកជាម្ដាយនឹងព្រៀនបដៅនឹងតាមអត់ពិបាកទេដល់កូនទី3អាវៈនេះវិញប្រុសស្រីហើយអានឹងពិបាកយកទៅមែនតែនដូច្នេះបានជានៅក្នុងសេចក្តីខ្លះនឹងលោកត្រៀបលោកឲ្យយល់ដោយខ្លួនឯងទៅម្ដងឬក៏ឲ្យពិចារណាយ៉ាងម៉េចពិចារណាថារវាងកូនដែលកើតមកហើយស្លាប់ទៅហើយនឹងកូនដែលកើតមកហើយរស់នៅប៉ុន្តែមិនដែលបានផ្ដល់នៅភាពសប្បាយចិត្តឲ្យដល់ឪពុកម្ដាយសូម្បីតែ1វិនាទីឬក៏និយាយដល់ថ្ងៃដល់ម៉ោងឲ្យសូម្បីតែ1វិអញ្ចឹងកូនទាំងពីរហ្នឹងអាកូនដែលស្លាប់ទៅហើយនឹងអាកូនដែលរស់នៅដែលផ្ដល់តែភាពលំបាកឲ្យដល់ឪពុកម្ដាយហ្នឹងតែកូនទាំងពីរហ្នឹងមួយណាដែលធ្វើឲ្យឪពុកម្ដាយហ្នឹងឯងពិបាកលំបាកយូរជាងពិបាកចិត្តលំបាកចិត្តហ្នឹងយូរជាងអញ្ចឹងកូនដែលកើតមកហើយស្លាប់ទៅវិញនេះអានេះយើងពិបាកតាមមួយខណៈទេណាយើងលំបាកចិត្តយើងព្រួយចិត្តតែមួយខណៈទេបើយ៉ាងច្រើនណាស់យើងនិយាយតែមួយខែទៅឲ្យយូរបន្តិចក៏ប៉ុន្តែអាកូនដែលនៅរស់នេះដែលស្ថិតនៅក្នុងអវៈជាតបុត្រនេះខូចបំផុតតាំងពីក្មេងប្រព្រឹត្តព្រើផ្សេងបើធ្វើអ្វីនិយាយមិនស្ដាប់និយាយអត់ស្ដាប់ទេអវៈជាតបុត្រនេះយើងនិយាយទៅថារឹងប៉ឹងហ្មងរឹងតឹងហ្មងណានិយាយយ៉ាងម៉េចក៏អត់ស្ដាប់ដែរប្រាប់យ៉ាងម៉េចក៏អត់យល់ដែរបង្កទៅរឿងបង្កទៅហេតុឲ្យដល់ឪពុកឲ្យដល់ម្ដាយក្តៅក្រហាយរាល់ថ្ងៃអញ្ចឹងរាល់តែនាទីរាល់តែម៉ោងរកភាពសុខដុមរមនារវាងឪពុកនិងម្ដាយរវាងកូននិងឪពុកម្ដាយនឹងគឺគ្មានតម្រង់ណាហើយកូននឹងបាននិយាយស្រួលអាប់កូននឹងកើនមកបង្ហិនហ្មងបង្ហិនទាំងតបសម្បត្តិបង្ហិនទាំងកតញ្ញូគេឈ្មោះកុំគួរសារដែលខំសាងមកតាំងបានហ្នឹងទៅចប់តាមហ្នឹងហើយនេះតាមចប់តាមអវៈជាតបុត្រទាំងតែម្ដងដូច្នេះបានជានៅក្នុងពុទ្ធសាសនានឹងបែងចែករឿងកូននឹងជា3ប្រភេទកូនដែលល្អហ្នឹងមានតែ2ទេ2ប្រភេទខាងលើហ្នឹងអតិហើយនឹងអនុដល់អវៈនេះមិនបាច់ទេបើសិនណាជាថាបានមកវិញក៏ប៉ុណ្ណឹងអញ្ចឹងទឹកចិត្តជាឪពុកម្ដាយដែលទៅចោលណាកើតហើយទៅកើតមកហើយចំបីបាច់ថែរក្សាបន្ទុកណាជាដឹងថាដឹងមុនក៏បន្ទុកណាជាថាដឹងមុនណានេះយើងសិននិយាយថាបើសិនណាជាដឹងមុនបើសិនណាជាដឹងមុនថាកូននឹងកើតមកហើយបំភ្លេចបំផ្លាញរហូតដល់ទៅបំផ្លាញនៅជីវិតខ្លួនទៅទៀតក៏នៅតែចំដែរ
ព្រោះតែហេតុនៃការស្រឡាញ់ហ្នឹងដូចជាប្របាទបំពិសាព្រះរាជានេះកាលដែលអាចជាតសត្រូវនៅក្នុងអូតូបរោហិតនាំនេះទុះទាយវិស័យហើយតែទៅកើតមកនឹងជាសត្រូវនឹងព្រះរាជាហ្នឹងហើយដល់ទៅរឿងដែលបញ្ជាក់ឲ្យច្បាស់ទៅទៀតពេលដែលអាចជាតសត្រូវនៅក្នុងអូតូម្ដាយហ្នឹងគឺម្ដាយនេះចាញ់អត់មានចាញ់អីទេចាញ់គួរចង់ឈាមចង់ហត់ឈាមប្តីហ្នឹងនេះដោយសារតែកូននៅក្នុងអូតូហ្នឹងអីដែលជាអ្នកបណ្ដាលឲ្យឃ្លានអញ្ចឹងមិនដាច់ចិត្តសុំប្តីជួកើតទៅជារីងរៃទៅបានព្រះរាជាដាច់ចិត្តសួរថាហេតុអីបានជារីងរៃមិនសោយវះកាយាស្អីទេអត់ធម្មបានក៏ប្រាប់ទៅថាចាញ់កឃ្លានឈាមឃ្លានលោហិតព្រះរាជាហ្នឹងហើយនោះគាត់ទៅលើទៅឃ្លានលោហិតនោះក៏មិនទៅបដិសេធអីទេបង្ហូរឈាមឲ្យផឹកហ្នឹងហ្មងបង្ហូរលោហិតហ្នឹងហើយអត់ផឹកចេះទេផឹកតែមួយចំអែតនោះក៏ហើយទៅនេះយើងត្រង់នឹងឯងដែលបញ្ជាក់បានពីចរិតរបស់កូនហ្នឹងហើយគាត់នៅក្នុងអូតូភ្លាមហ្នឹងឃ្លានឈាមឪពុកភ្លាមឃ្លានឈាមបីដានឹងភ្លាមនឹងបញ្ជាក់បង្ហាញប្រាប់អំពីអាកប្បកិរិយារបស់កូននឹងអនាគតទៅនឹងខ្លាយទៅជាសត្រូវខ្លាយទៅជាអ្នកសម្លាប់ឪពុកសម្លាប់បីដាខ្លួនឯងហ្នឹងប៉ុន្តែនិយាយពីចិត្តរបស់នារីជាដែលទៅជាឪពុកនេះវិញដែលទៅជាបីដាហ្នឹងតុងណាជាដឹងអញ្ចឹងក៏ដោយអត់ព្រមយកចោលអត់ព្រមសម្លាប់ទេបើតាមចិត្តប្រពន្ធនោះតាមចិត្តមហេសីនោះចង់សម្លាប់ចោលតាំងពីនៅក្នុងពោះនោះពោះខ្លាចធ្វើបាបប្តីគាត់ពោះខ្លាចធ្វើបាបព្រះរាជាដែលជាព្រះស្វាមីនោះប៉ុន្តែព្រះរាជានឹងហាមរហូតថាកុំធ្វើអីនឹងហេតុនៃការស្រឡាញ់ហ្នឹងជានិយាយឡប់មិញអានេះគាត់តែជាការស្រឡាញ់ទឹកចិត្តរបស់ឪពុកម្ដាយដែលមានចំពោះកូនដែរហើយឪពុកម្ដាយខ្លះក៏មិនស្រឡាញ់ដល់ថ្នាក់ដែរហើយដល់និយាយពីរឿងកូនហ្នឹងនឹងកូនអវៈនេះហូចជាតិបុត្រនេះមាននឹងមិនមានបើមិនមានល្អជាងនឹងសូមបញ្យល់អញ្ចឹងព្រោះកាលណាបើមានមកហ្នឹងគឺទទួលទុកលំបាកមិនចប់មួយជីវិតហ្នឹងគឺទទួលរហូតដូចជាទេការបរិយាយអំពីរឿងបុត្រទាំង3ហ្នឹងក៏បញ្ចប់ប៉ុណ្ណេះដោយសង្ខេបទៅហើយសូមអនុមោទនា